សួស្តីបងប្អូនអរគ្នាហើយថ្ងៃនេះក្រុមហ៊ុនរបស់យើងបានមកដល់ទៀតហើយគឺមកដល់ឆ្នេរបាក់ឡងហើយក្រោយការចេញពីការដ្ឋានសំណង់ដែលយើងគ្រប់គ្រងទៅលើសម្ភារៈស្ទីកខ្សែភ្លើងទូកពីតុបតែងទីខាតំណាងវិទ្យានិងវិទ្យាគ្រីស្តាឥឡូវនេះយើងមកដល់ឆ្នេរបាក់ឡងហើយគឺ3ឆ្នាំមុនគឺយើងមកដល់ទីនេះដែរឥឡូវយើងមកដល់ទៀតហើយក្រោយការជួបជុំជាមួយនឹងទូជនជាមួយខាងឡងយើងក៏បែរបន្តដំណើរមកខាងនេះដើម្បីទេសចរនៅក្នុងឆ្នេរបាក់ឡងហើយទេសភាពនៅបាក់ឡងស្អាតណាស់នៅកំពង់យើងហើយម្នាក់យើងចាំតែនៅឆ្ងាយកំពង់បាក់ឡងយើងនេះតែឆ្ងាយនេះចិត្តនេះហើយក៏ជាសមុទ្រដែនសមុទ្រជ្រៅនៅស្រុកយើងណានេះអីមកបាក់ឡងមកកោះកុងហ្នឹងផ្លូវជាលេខ48ក៏បានធ្វើឲ្យសាងសង់ឲ្យឡើងស្អាតភ្លឹកហ្មងការធ្វើដំណើរក៏ងាយស្រួលជាងមុនដែរបងប្អូនបើតាមផ្លូវលឿនចុះនៅកំពង់សិលាមកបើអត់ទេតែផ្លូវជាលេខ4ហ្នឹង